ជំរាបសួរប៉ាម៉ាក់ទាំងអស់គ្នាចាឆ្លើយតបទៅកាន់សំណួរប៉ាម៉ាក់ក៏តែងតែសួរថាតើអ្នកគ្រូមានវិធីសាស្ត្រអីក្នុងការជួយផ្ដាច់ខោទឹកនោមកូនគាត់ចាពួកអីកូនគាត់ធំហើយគាត់ចង់ឲ្យប្រើខោទឹកនោមទៀតទេចាអញ្ចឹងសម្រាប់ប៉ាម៉ាក់ដែលគាត់ចង់ដឹងពីរបៀបនៃការផ្ដាច់ខោទឹកនោមរបស់កូនរបស់គាត់ពួកអីចាប់ពីអាយុ2 ខួបឡើងអីហ្នឹងឬក៏3 ខួបគាត់មានការយល់ដឹងក្នុងការជួយខ្លួនឯងការយកទឹកបត់ដៃបត់ជើងអីហ្នឹងគឺគាត់ចេះហើយក៏ប៉ុន្តែដោយសារតែប៉ាម៉ាក់អត់បានផ្សំគាត់រហូតទុកឲ្យគាត់ដល់អាយុ5 6 ឆ្នាំនៅតែប្រើខោទឹកនោមដោយប៉ាម៉ាក់គិតថាគាត់នៅតូចពេកគាត់អត់ទាន់យល់ដឹងឬក៏កុមារពិសេសមួយចំនួនគាត់ពិបាកក្នុងការបត់ដៃបត់ជើងចាអញ្ចឹងប៉ាម៉ាក់ត្រូវស្លៀកខោទឹកនោមឲ្យគាត់ជាប់រហូតចានៅពេលដែលប៉ាម៉ាក់ស្លៀកឲ្យគាត់ជាប់រហូតទៅគាត់អាចជួយខ្លួនឯងបានទេឬក៏អត់ចេះក្នុងការបត់ដៃបត់ជើងឬការចូលទឹកទេដោយសារតែគាត់ប្រើខោទឹកនោមជាប់រហូតអញ្ចឹងទៅអញ្ចឹងសម្រាប់កុមារចាប់ពីអាយុ2 ខួប 3 ខួបឡើងទៅគឺប៉ាម៉ាក់អាចផ្សំក្នុងការផ្ដាច់ខោទឹកនោមគាត់បានហើយបើសិនជាប៉ាម៉ាក់ទុកគាត់ដល់អាយុ5 6 ឆ្នាំវាអាយុគាត់កាន់តែច្រើនហើយគាត់ក៏អត់ទាន់មានការយល់ដឹងការបត់ដៃបត់ជើងនឹងដែរអញ្ចឹងយើងអាច2 ខួប 3 ខួបហ្នឹងគឺយើងផ្សំដោយអត់មានខោទឹកនោមបាននិយាយពីចំណុចនៃការផ្ដាច់ខោទឹកនោមហ្នឹងគឺវាមានផលវិបាកសម្រាប់ប៉ាម៉ាក់បន្តិចបើសិនជាគាត់ទៅសាលារៀនគឺពិបាកសម្រាប់លោកគ្រូអ្នកគ្រូដែលមើលថែគាត់អញ្ចឹងសម្រាប់យើងជួយគាត់ដើម្បីឲ្យគាត់អាចយល់ដឹងអំពីការជួយខ្លួនឯងបានដូចជាការចូលទឹកបត់ដៃបត់ជើងហ្នឹងយើងអាចឲ្យគាត់ជួយខ្លួនឯងបានគឺយើងត្រូវតែទទួលស្គាល់អំពីផលវិបាកនៃការជួយគាត់សិនបើសិនជាកុមារមានតម្រូវការពិសេសគឺគាត់អត់មានការយល់ដឹងផ្នែកហ្នឹងបើសិនជាគាត់ធ្ងន់គាត់អត់យល់ដឹងពេលខ្លះសូម្បីតែពេលបត់ជើងគាត់ដឹងថាខ្លួនគាត់បត់ជើងដែរឧទាហរណ៍ឲ្យបត់ជើងតូចពេលខ្លះកូនសិស្សខ្លះគាត់អង្គុយនោមជោគខោអញ្ចឹងទៅគាត់អត់ដឹងណាកុមារខ្លះគាត់ដឹងក៏ប៉ុន្តែគាត់ភ្លេចនោមអញ្ចឹងទៅលក្ខណៈថាគាត់ត្រូវទៅព្រឹបទឹកតែពេលខ្លះគាត់ភ្លេចនោមជោគខោអញ្ចឹងទៅហើយសម្រាប់កុមារខ្លះទៀតគាត់មានការយល់ដឹងខ្ញុំជឿជាក់ថាប៉ាម៉ាក់ប្រកាសជាគិតថាបើសិនជាបដិខោទឹកនោមគាត់អត់ដឹងទេប្រកាសជាពិបាកហើយដូចជាបត់ជើងតូចជាពិសេសគឺបត់ជើងធំដឹងតែពិបាកសម្រាប់នៅសាលាគឺពិបាកលោកគ្រូអ្នកគ្រូតែបើនៅផ្ទះសម្រាប់អ្នកមើលថែគាត់តែបើសិនជាយើងផ្សំគាត់យើងជួយគាត់យើងអញនិយាយថាយើងមានពេលវេលាក្នុងការបង្រៀនគាត់ក្នុងការផ្សំគាត់ហ្នឹងគឺយើងពិបាកក្នុងឡងពេលយើងជួយគាត់តែខ្ញុំគិតថាបើសិនជាយើងជួយគាត់ជាប់លាប់គឺរយៈពេលមិនយូរទេយើងពិបាកមិនយូរទេគឺគាត់នឹងអាចជួយខ្លួនឯងបានហើយរយៈពេលនៃការជួយហ្នឹងគឺយើងត្រូវជួយរាល់ថ្ងៃចាយើងរៀនផ្សំគាត់ដោយអត់ស្លៀកខោទឹកនោមបើសិនជាគាត់ញ៉ាំទឹកច្រើនយើង5 នាទីទៅ10 នាទីយើងជូនគាត់ទៅទឹកឲ្យគាត់រៀនអង្គុយលើចានប្រគុណឬក៏អីចឹងទៅដើម្បីឲ្យគាត់ដឹងទោះគាត់ម្លងពេលហ្នឹងគាត់អត់ជូរគាត់ខ្លាចបន្ទប់ទឹកក៏ដោយក៏ប៉ុន្តែយើងត្រូវតែផ្សំគាត់អញ្ចឹងរយៈពេល4 ទៅ 10 នាទីទៀតឧទាហរណ៍ថា5 នាទី10 នាទីយើងអាសានាំគាត់ទៅទឹកឲ្យគាត់បត់ជើងតូចឬក៏បត់ជើងធំអីចឹងទៅព្រោះកុមារខ្លះគាត់មានកាយវិការតាក់ទងនឹងការបត់ជើងតូចបត់ជើងធំពេលខ្លះគាត់ខ្ទប់ពេលខ្លះគាត់ក្តោបកុមារខ្លះគាត់ចូលចិត្តទៅកលៀតអញ្ចឹងអីចឹងទៅអញ្ចឹងគឺយើងត្រូវជួយគាត់ផ្សំគាត់យើងរៀងចំណាយពេលហត់បន្តិចនៅពេលដែលគាត់បត់ជើងធំបត់ជើងតូចហ្នឹងគឺយើងពិបាកក្នុងការសម្អាតក្នុងការអីចឹងទៅជាពិសេសគឺពេលទៅក្រៅក៏ប៉ុន្តែបើសិនជាគាត់នៅផ្ទះច្រើនយើងមានពេលមួយគាត់ច្រើនគឺយើងផ្សំរយៈពេល10 ទៅ 20 នាទីឬក៏កុមារខ្លះរៀងយូរយើងមើលតាមការជាក់ស្ដែងយើងអាសាជូនគាត់ទៅទឹកយើងប្រាប់គាត់អីចឹងទៅយើងពេលខ្លះពេលដែលគាត់បត់ជើងភ្លាមយើងអត់បានជូនទៅទឹកឬក៏ទឹកនោមឬក៏បត់ជើងធំអីហ្នឹងគឺយើងដឹងហើយដឹងថារយៈពេលណាម៉ោងញ៉ាំបាយរួចរយៈពេលប៉ុន្មានអីប៉ុន្មានចាហើយនោមរយៈពេលប៉ុន្មានដងក្នុងមួយថ្ងៃក៏យើងសង្កេតដែរអញ្ចឹងនៅពេលដែលយើងផ្សំរយៈពេលប៉ុន្មាននាទីអាសាគាត់នាំគាត់ទៅទឹកដើម្បីឲ្យគាត់ព្យាយាមបត់ជើងនៅលើចានប្រគុណចាហើយយើងក៏ពេលខ្លះពេលដែលគាត់អត់មានប្រើខោទឹកនោមពេលខ្លះគាត់នោមឬគាត់បត់ជើងធំមកយើងអត់បានជូនទៅអីហ្នឹងគឺយើងមានផលវិបាកសម្រាប់ការសម្អាតអីផ្សេងក៏ប៉ុន្តែយើងបរៀនគាត់ឲ្យគាត់ផ្សំនឹងការអត់ដោយអត់ប្រើខោទឹកនោមចាអញ្ចឹងប៉ាម៉ាក់អាចព្យាយាមតាមចំណុចតូចក៏ប៉ុន្តែនៅមានចំណុចលម្អិតបន្ថែមទៀតខ្ញុំនឹងលម្អិតបន្ថែមអំពីកុមារមានតម្រូវការពិសេសដែលគាត់អាចផ្ដាច់ខោទឹកនោមបានយើងមើលបែបណាទៅដឹងថាគាត់អាចជួយខ្លួនឯងបានខ្លះព្រោះកុមារខ្លះត្រូវការយើងជំរុញទាំងស្រុងត្រូវការជួយហើយអត់ទាន់អាចផ្ដាច់បានទៀតអ
អញ្ចឹងគឺនៅមានលម្អិតច្រើនទៀតនឹងខ្ញុំនឹងធ្វើវីដេអូថ្មីបន្ថែមទៀតដើម្បីឲ្យប៉ាម៉ាក់បានយល់អំពីចំណុចហ្នឹងបើសិនជាប៉ាម៉ាក់មានសំណួរអ្វីបន្ថែមទៀតប៉ាម៉ាក់អាចសួរក្នុងខមមិនបានចាសូមអរគុណ